Ni môn lộc ai ព្រះនៅលើដើមទ្រូងនរកនៅក្នុងចិត្តចាត់ទុកថាអាត្មាមិនបាននិយាយទៅចុះដឹងទេថាការធ្វើខ្លួនបែបនេះចូលមកក្នុងវត្តគឺវាល្អលបងត្រូវចាំទុកណាញោមត្រូវតែរៀបចំខ្លួនឲ្យបានសុភាពរៀបសារបើសិនជាញោមតែងខ្លួនបែបនេះចូលមកក្នុងវត្តព្រះសង្ឃច្បាច់ជាសឹកលបងមានសល់មួយអង្គទេអាយុវណ្ណังសុខังពលៈ Ni môn lộc ឲ្យវា ai ចឹងឡើងលបងមានបកងមានសាច់ជ្រូកពិសេសមែនតើ គំរោបាន អូកណា Ni môn lộc ai លបងមិនចាំបាច់បញ្ញាបញ្ញាពេកក៏បានដែរ ត្រូវតែបញ្ញាប់មិនបញ្ញាប់យ៉ាងម៉េចបានច្បាស់ហើយហ៎ នេះច្បាស់ទេលបង ណាអាត្មាខ្លាចតែឆាន់ចង្ហាន់មិនទាន់ទេ ប្រកាសជាតន់ ម៉ោងប្រហែលក៏មិនដឹងដែរនេះ ហើយលបងយើងវិញផ្លូវទៅដឹងហើយ មិនឲ្យមកវិញបានយ៉ាងម៉េចយើងប្រាប់ឲ្យថាមិនធ្លាប់មកទេ និយាយជាមួយនរណា និយាយជាមួយនឹងឯងណាលបងអូសុំទោស ដឹងឲ្យតែពួកយើងជាមិត្តភក្តិប៉ុន្តែនិយាយស្ដីឲ្យចេះគិតខ្លះ អូខេ តាមអញមកហុយចង់និយាយថាតាមអាត្មាមកប៉ុណ្ណឹงតាញោមសាកបើក GPS ហើយ មើ ល ល បងវិញផ្លូវបែបនេះហើយនៅបើកចម្រៀង GPS ទៀតហ៎ មិនមែនចម្រៀង GPS ទេអាកបី ឯងនឹងហើយកបី ឯងនឹងហើយកបីឯងនឹងហើយកបី ញោមពេលនេះយល់ថាអាត្មាជាសត្វអីហើយនៅគ្មានគោគ្មានកបីអីទេតោះឆាប់ទៅ ឆាប់ទៅ ដល់ផ្លូវបំបែកហើយឲ្យបត់ទៅខាងស្ដាំ ទៅ ហើយបត់មកខាងឆ្វេងបត់ឆ្វេង យ៉ាងម៉េចនឹងញោម នេះលបង ម៉ោងប្រហែលហើយនេះ ដល់ផ្លូវធំថយក្រោយមួយជំហានលើកជើងស្ដាំមួយជំហានហើយបត់ស្ដាំហើយក៏ដើរត្រង់ទៅមុខ អាត្មាមិនយល់ទេ អូយលបងវាប្រាប់ថាដើរត្រង់ទៅមុខ មិនបាច់ត្រង់ពេកទេជាបន្តិចបានតាចង់ដើរបុកកសអមិនហ្នឹងមិនចាស់ទឹកម្ចាស់ដីទេណាទៅ ហើយត្រង់ទៅ ត្រង់ទៅដល់ផ្លូវចង់បញ្ចប់ហើយក ន្លែងដដែល ដល់កន្លែងដដែល ឯងទុកទូរស័ព្ទទៅទូរស័ព្ទឯងនឹងល្ងងខ្លាំងណាស់ អូ ឯងនឹងល្ងងឯងល្ងង ឯងនឹងហើយល្ងងឯងនឹងហើយល្ងងឯងនឹងហើយល្ងងល្ងង សរុបទៅល្ងងទាំងពីរនាក់ហ្នឹង គឺ GPS វាមិនល្អនឹងលបង អត់មែនទេ នាំទៅវត្តប្របានណាំភូទៀត ហេតុអីទៅលបង មិនក៏ឯងមិនមើលអត់មានសេវាផងហ្នឹងទៅទៀត អត់ មក ហេទៅ ចេញពីវត្តតាំងពីម៉ោង5ព្រឹកមកដល់វិញម៉ោង2រសៀលមានអីសល់ទៀតតាំងពីព្រឹកមកមិនទាន់បានឆាន់ទេ មិនបារម្ភទេអីក៏ដោយឲ្យតែផ្លែឈើញ៉ាំបានទាំងអស់ហ្នឹងគ្មានបាបទេ ចុះផ្លែ បា បាន នតែមិនឆ្អែត ចុះផ្លែស្វាយ តែ ណា មិនឆ្អែត ចុះផ្លែឈើអីដែលឆ្អែតដូច គឺ ញោម ផ្លែម៉ាក់ប្រាំងអាផ្អែម ក្រូចឆ្មាហើយនឹងក្រូចខ្វិច កំពុងតែឃ្លានផងមកលេងកំ pl ែងជាមួយឯងទៀត នោះមិនចុះសឡប្រហាក៏បានដែរលបង របស់ឃ្លានហើយហ៎ គឺសពបាយដំណើរដងរបស់ឯងហ្នឹងណា បាញ់ឆៅនិងបាញ់ហយនំបញ្ចុកទឹកសឡការីខសាច់ជ្រូកជាមួយពងទាដាក់តៅហូរទៀតក៏បាន សង្ស័យថាលបងឃ្លានហើយ អាយុវណ្ណังសុខังពលៈ របស់កាត់អីហ៎ គឺជាព្រះសង្ឃ នេះកំពុងតែបិទបាត់មិនក៏ឯងផោមហ្នឹងណា យើងថោម ហើយឯងនេះចាំមែនផោមទី1គាត់បាទផោមទី2ស្អុយនឹងអាចសុត អូយ អាចដាក់ខោទៀតហ្នឹង សង្ស័យដែរហ្នឹង ខ្ញុំចង់ដាក់អីដាក់អស់តែម្ដងមកព្រោះសិស្សអាត្មាទ្រាំលេងបានទៀតហើយលឿនតិចញោមលឿនជាងហ្នឹងអាយុវណ្ណังសុខังពលៈ អូថតរូបទៀតផងនោះមកតដល់លបង ញោមទៅវត្តត្រង់នោះទៅវត្តត្រង់នោះ វត្តនេះនឹងវត្តណាទៅលបង
វត្តត្រង់កន្លែងបាត់ឆ្វេងណាញោម អូវត្តស្ដាំភ្លើងក្រហមនេះមែនទេ ហ្នឹងហើយញោម វាមានដល់តែ3វត្តឯណោះលបងវាមានវត្តលេងនិងវត្តលេកណយហើយវាមានវត្តកោងកាងហើយវត្តចុងក្រោយនេះគឺវត្តកណ្ដាលគឺវត្តនេះធំបន្តិចហើយលបងចង់ទៅវត្តមួយណាប្រាប់មកចុះ ញោមគឺវត្តណាក៏បានដែរឲ្យតែមានបន្ទប់ទឹក អូមានបន្ទប់ទឹកហើយចុះលបងទៅធ្វើអីទៅលបងជាព្រះសង្ឃលបងទៅធ្វើអីនៅក្នុងបន្ទប់ទឹកហ្នឹង ជុំអាចណាស់អាត្មាចង់ដោះទុកសัตว์ប៉ុណ្ណឹងច្បាស់ហើយនៅ ពិតធរអីអាចទេហេតុអីក៏មិនប្រាប់តាំងពីដំបូងមកគឺលបងនឹងហើយលបងមិនប្រាប់តាំងពីដំបូងមកទេថាលបងនេះចង់បន្ទោ អូ ផង អូខេញោមវត្តណាក៏បានដែរញោមដឹកអាត្មាទៅហើយថ្លៃម៉ូតូដប់ចាំគិតតាមក្រោយ បើចឹងមិនលឿនទៅលបង អូយឲ្យប្រញាប់ទៅណាឲ្យអាត្មាឡើងសិនមើល អញ ហើយលបងទៅចោលយើងហើយ ខ្ញុំនេះណាសំណាងល្អណាស់លបងខ្ញុំចេញមកធ្វើការថ្ងៃដំបូងមួយរបស់ខ្ញុំគឺជាព្រះសង្ឃគេនិយាយថាព្រះសង្ឃប្រទានពរលបងចូលចិត្តម៉ូតូកណាដូចជាបានរលាស់ទឹកមុនអូហូមានសេចក្តីសុខខ្លាំងណាស់លបង គិតទៅកើតនេះ កាលពីសម័យមុនណាលបងកណាណាសំបីតមុះមកខំកណាមួយក៏កណាមិនដែលតបដែរប៉ុន្តែកណាផ្លត់គ្នាតែលបងអាម្នាក់ហ្នឹងវាមកញ៉ាយប្រពន្ធកណាក៏ចាក់វាមកកំបិតធ្លាយក៏ពះតែណាទៅគិតថាវានឹងស្លាប់នោះ ញោមតាំងពីកើតមកមិនដែលនិយាយជាមួយនរណាទេធ្លាប់ប្រសងទេបាញ់បត់អាត្មាហ្នឹងទេ មិននេះលបងនិយាយថាយ៉ាងម៉េច អត់និយាយអីផងហ្នឹង លបងប្រចាំមើលទេបើចឹងលបងបាក់តែខ្លួនឯងទៅ អត់ទេញោម លបងហើយនៅពេលនេះខ្ញុំបានសម្លាប់មនុស្សស្លាប់ទៅហើយនៅពេលនេះខ្ញុំធ្វើយ៉ាងម៉េចបន្តទៀត គឺនាំអាត្មាទៅដោះទុកសัตว์ អូមែនហើយលបងឈឺជូអាចចាំបន្តិចទៅ អូយអាត្មាមិនគួរនឹងជិះម៉ូតូនេះសោះអូយលឿនម្លេះលឿនគ្មានហេតុផលទេនេះអូចាញ់ហើយ វាមិនទាន់ចេញទេចុះបើចុះជា5ម៉ូតូអញ្ចឹងទៅលបងអានេះលបងបាក់ខ្ញុំក៏ដែរលបងសម្មើលផ្លូវខាងមុខសិន អូមើយ លបងចាំមកផ្លេតដល់ហើយណែនចាក់ថ្ងៃនេះមកវត្តតន់ពេលតើអត់វងវែងទេអូកណាលបងពួកលោកមានឆាន់អីទេ គឺក្លិនរហូតមិនទាន់ឆ្អែន មហូបតែគេមិនប្រកេនស្អីគេ គ្មានស្អុយទេគឺក្លិនដូចជាម្លែខា ខាស្អីទៀតហើយ គឺស្អំណាស់នៅពេញប្រទេសតែម្ដងហើយ តោះទៅឆាន់ជាមួយគ្នា មានធំក្លិនអុយទេ ក្លិនអីទៅលបង បើអញ្ចឹងសាហេតុទាំងអស់គ្នាទៅ1 2 ក្លិនអីដូចជាបែប5 មកពីតែគុណហត់ច្រើនពេកហ្នឹង រួចឆាន់អីមកញោមក្លិនអីក៏ប្លែកម្លេះ ដូចជាគ្មានធំក្លិនអ្វីទេតែគុណ លបងមិនដឹងចឹងលបង តាំងអារម្មណ៍ឡើង លបងមិនអីទេ អាត្មាអូខេណាលបង លបងដូចទៀតហើយលបងងើបលបង លបងលបង បង លបង លបងមកចោលកណាលបង ចាំផងទេលបងមិនទៅបងរួចហើយ ញោមតិចមើល អូលបងភ្លេងអាចមែនទេ ណែឯងក៏មកគេនៅក្នុងវត្តដឹងថាលបងអាចដាក់ស្បង់ណា អូយអង្គមួយណាញោម អ